ស្ត្រីម្នាក់ប្តឹង Google Map ទាមទារសំណងជំងឺចិត្តចំនួន$100,000សហរដ្ឋអាមេរិកដោយចោទប្រកាន់ថា Google Map បានប្រាប់ផ្លូវគាត់ខុសបណ្ដាលឲ្យគាត់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់នេះគឺជារឿងក្តីកម្រមួយទៀតហើយដែលបានកើតមានឡើងនៅឯសហរដ្ឋអាមេរិកដំណើររឿងគឺយ៉ាងដូចនេះកាលពីខែមករាឆ្នាំ2009ស្ត្រីម្នាក់ឈ្មោះ Lauren Rosenberg គាត់បានចេញពីកម្មវិធីមួយកន្លែងនៅក្នុងទីក្រុង Parkរដ្ឋ Utah ហើយគាត់ត្រូវធ្វើដំណើរទៅទីតាំងមួយទៀតគាត់បានកំណត់មុខងារ walking direction ឬក៏យើងហៅថាមុខងារនាំផ្លូវសម្រាប់អ្នកថ្មើរជើងបន្ទាប់មកគាត់បានដើរទៅតាមការចង្អុលបង្ហាញនៅក្នុងកម្មវិធី Google Map នោះនៅពេលដែលគាត់កំពុងតែដើរស្រាប់តែ Google Map ហ្នឹងបង្ហាញផ្លូវឲ្យគាត់ដើរឆ្លងកាត់ផ្លូវ highway មួយកន្លែងផ្លូវលបឿនលឿនហើយនៅលើផ្លូវនោះគឺมันមានផ្លូវសម្រាប់អ្នកថ្មើរជើងនោះទេបាទអញ្ចឹងនៅពេលដែលគាត់កំពុងតែដើរឆ្លងកាត់ផ្លូវ highway នោះស្រាប់តែរថយន្តមួយគ្រឿងបានបុកគាត់បណ្ដាលឲ្យរងរបួសធ្ងន់ហើយគាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់មកគាត់ក៏បានដាក់ពាក្យបណ្ដឹងប្តឹងក្រុមហ៊ុន Google ដោយចោទប្រកាន់កម្មវិធី Google Map ថាបានបង្កឲ្យគាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពាក្យបណ្ដឹង Rosenberg បានចោទប្រកាន់ Google ថាក្រុមហ៊ុន Google នេះបានប្រាប់ផ្លូវខុសបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់មួយទៀតគាត់បានលើកឡើងថា Google បាននាំផ្លូវគាត់ឲ្យដើរទៅលើផ្លូវ highway ដែលជាផ្លូវលបឿនលឿនមិនមានកន្លែងសម្រាប់ផ្លូវថ្មើរជើងអញ្ចឹងប្រាប់ផ្លូវគាត់ខុសហើយឲ្យគាត់ជួបគ្រោះថ្នាក់តែម្ដងចំណុចមួយទៀតគាត់បានលើកឡើងថា Google ប្រាប់ផ្លូវខុសនេះក៏មិនមានឡូតសារសញ្ញាព្រមានអំពីគ្រោះថ្នាក់សម្រាប់ការដើរឆ្លងកាត់ផ្លូវនោះដែរដូច្នេះហើយ Rosenberg គាត់បានទាមទារសំណងចំនួន$100,000សហរដ្ឋអាមេរិកពីក្រុមហ៊ុន Google ចំពោះកម្មវិធី Google Map ដែលប្រាប់ផ្លូវខុសនេះចំណែកឯមេធាវីតំណាងក្រុមហ៊ុន Google ឯនេះវិញបានធ្វើការច្រានចោលនៅការទាមទាររបស់ Rosenberg ព្រមទាំងច្រានចោលនៅរាល់ការចោទប្រកាន់របស់ Rosenberg ផងដែរជាលទ្ធផលនៅក្នុងរឿងក្តីនេះតុលាការរដ្ឋ Utah បានសម្រេចសេចក្តីដោយច្រានចោលពាក្យបណ្ដឹងរបស់ Rosenberg តុលាការបានលើកឡើងថារវាង Rosenberg ដែលជាដើមបណ្ដឹងជាមួយនឹងខាងក្រុមហ៊ុន Google ដែលជាចុងចម្លើយគឺពុំមានទំនាក់ទំនងពិសេសឬក៏កិច្ចសន្យាពិសេសរវាងភាគីទាំងពីរដែលបង្ហាញពីទំនាក់ទំនងគតិយុត្តដូច្នេះហើយក្រុមហ៊ុន Google ពុំមានកាតព្វកិច្ចណាមួយទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលកើតមានឡើងចំពោះ Rosenberg នោះទេទី2តុលាការបានចាត់ទុក Google Map ថាដូចជាអង្គភាពបោះពុម្ពផ្សាយឧទាហរណ៍ដូចជាបោះពុម្ពផ្សាយមគ្គុទ្ទេសក៍អីជាដើមបាទដូច្នេះស្ថាប័នបោះពុម្ពផ្សាយនេះសម្រាប់ច្បាប់សហរដ្ឋអាមេរិកគឺទទួលខុសត្រូវកម្រិតទាបបំផុតឬក៏លក្ខខណ្ឌខ្លះមិនទទួលខុសត្រូវតែម្ដងដូច្នេះចំពោះករណីនេះគឺมันអាចដាក់បន្ទុកទៅលើ Google Map បាននោះទេទី3តុលាការលើកឡើងអំពីការទទួលខុសត្រូវរបស់បុគ្គលនៅក្នុងករណីនេះតុលាការបានបញ្ជាក់ថាចំពោះអ្នកប្រើប្រាស់ Google Map នេះគឺជាការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗចំពោះសុវត្ថិភាពខ្លួនឯងពីព្រោះថា Google Map គ្រាន់តែប្រាប់តម្រាយផ្លូវសម្រាប់ការធ្វើដំណើរក៏ប៉ុន្តែអ្នកប្រើប្រាស់ម្នាក់គឺមានការទទួលខុសត្រូវចំពោះសុវត្ថិភាពខ្លួនឯងការពិនិត្យជាក់ស្ដែងនៅក្នុងអំឡុងពេលធ្វើដំណើរនិងការសម្រេចចិត្តប្រសិនបើមានឧបសគ្គឬក៏លក្ខខណ្ឌណាមួយកើតមានឡើងនៅក្នុងអំឡុងពេលនៃការធ្វើដំណើរជាក់ស្ដែងដោយខ្លួនឯងទី4តុលាការបានលើកឡើងអំពីផលប៉ះពាល់ដល់សង្គមតុលាការបានបញ្ជាក់ថាប្រសិនបើរឿងក្តីនេះតុលាការសម្រេចឲ្យ Rosenberg ក្នុងការឈ្នះក្តីនោះនឹងបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន Google ហើយជាពិសេសដល់សង្គមរបស់សហរដ្ឋអាមេរិកតែម្ដងដោយមូលហេតុថាបាទការធ្វើដំណើរជាក់ស្ដែងគឺជាការសម្រេចចិត្តរបស់បុគ្គលដែលជាអ្នកប្រើប្រាស់កម្មវិធី Google Map នេះតុលាការបានលើកមួយចំណុចទៀតថាប្រសិនបើឲ្យ Rosenberg ឈ្នះក្តីដែរនោះនឹងបង្កើតឲ្យមានជំនន់នៃពាក្យបណ្ដឹងមកលើក្រុមហ៊ុន Google ទៅលើទិដ្ឋភាពផ្សេងៗជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ជាច្រើនទៀតបន្ថែមទៅលើនេះពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់ Rosenberg ថាក្រុមហ៊ុន Google Map នេះពុំបានផ្ញើសារក្រើនរំលឹកឬក៏ព្រមាននៅក្នុងអំឡុងពេលនៃការប្រើប្រាស់កម្មវិធី Google Map នេះខាងក្រុមហ៊ុន Google បានអះអាងនៅក្នុងសវនកម្មថាពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្មវិធី Google Map នេះបាទក្រុមហ៊ុនបានផ្ញើសារបាទក្រើនរំលឹកនិងបញ្ញាក់ស្មារតីអំពីកត្តាសុវត្ថិភាពនៃការប្រើប្រាស់កម្មវិធីនេះហើយមួយវិញទៀតក្រុមហ៊ុន Google ក៏បានបញ្ជាក់ដែរថាកម្មវិធីរបស់ខ្លួននៅពេលនោះគឺជាប្រភេទ
ប្រើប្រាស់សាកល្បងបច្ចេកទេសគេហៅថា beta បាទដូច្នេះហើយការទទួលខុសត្រូវនានាគឺជាបន្ទុករបស់អ្នកប្រើប្រាស់មិនមែនជាបន្ទុករបស់ក្រុមហ៊ុននោះទេហើយនៅក្នុងចំណុចនេះតុលាការក៏ទទួលយកការបកស្រាយរបស់ខាងក្រុមហ៊ុន Google Map ហើយបានធ្វើការច្រានចោលនៅការចោទប្រកាន់បាទរបស់ Rosenberg ផងដែរបាទអរគុណបងប្អូនជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀតបាទ